សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាទៅលេង Aquarium ជាមួយខ្ញុំដែលស្ថិតនៅក្នុងទីក្រុង Galway នៃប្រទេសអ៊ីរឡង់ជាទីកន្លែងដែលខ្ញុំបានរៀនណា Aquarium ហ្នឹងគឺដូចមិនសូវធំប្រហែលទេប៉ុន្តែគឺវាសម្បូរទៅដោយត្រីច្រើនប្រភេទមានដូចជា Nemo មានដូចជាត្រីឆ្លាមនិងត្រីផ្សេងៗទៀតដែលខ្ញុំអត់ធ្លាប់ឃើញពីមុនមកអញ្ចឹងណាហើយនៅកន្លែងហ្នឹងគឺគេមានការផ្ដល់ជាព័ត៌មានក៏ដូចជាប្រវត្តិនៃត្រីមួយគឺគេបានបង្ហាញឡើងច្បាស់លាស់មែនតើសម្រាប់ខ្ញុំនេះគឺជាលើកទី1ដែលខ្ញុំបានទៅលេង Aquarium ហើយខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនិងប្លែកភ្នែកមែនតើដែលបានឃើញត្រីច្រើនប្រភេទក៏ដូចជាផ្សេងៗទៀតដែលខ្ញុំអត់ដែលឃើញពីមុនមកណានិយាយទៅគឺធ្វើខ្ញុំមានអារម្មណ៍ថាពិភពមាត់សមុទ្រគឺវាសម្បូរទៅដោយជីវៈចម្រុះច្រើនប្រភេទដែលយើងអត់ដែលដឹងណាហើយ Aquarium ហ្នឹងវាមិនមែនតែជាកន្លែងមកលេងកម្សាន្តទេតែគេក៏ចាត់ទុកវាជាកន្លែងសិក្សាមួយនៅក្នុងទីក្រុង Galway នឹងដែរដែលអាចឲ្យក្មេងៗឬក៏សិស្សគាត់អាចមកសិក្សានិងយល់បន្ថែមពីប្រភេទសត្វត្រីនិងផ្កាថ្មដែលមាននៅក្នុងសមុទ្រអាត្លង់តិកហ្នឹងណាជាចំណាប់ដើមថ្មីដែលខ្ញុំបានដឹងពីការទៅលេងនៅ Aquarium ហ្នឹងណាគឺចំពោះសត្វសមុទ្រនេះគឺពួកគាត់មានដៃគូមួយក្នុងមួយជីវិតគាត់គឺគាត់អាចមានដៃគូតែមួយឯងសម្រាប់ការបន្តពូជក៏ដូចជាការបន្តកំណើតផ្សេងទៀតហ្នឹងហើយពេលចេញពី Aquarium ហ្នឹងគឺខ្ញុំបានទៅលេងនៅសមុទ្រនៅចិត្តហ្នឹងហ្មងសមុទ្រគេគឺស្អាតមានទឹកថ្លាគ្រាន់ថាវាត្រជាក់ក្នុងការលេងអញ្ចឹងណាតែបើសិនជាយើងប្រៀបធៀបជាមួយសមុទ្រនៅខ្មែរយើងគឺសមុទ្រដែលយើងស្អាតខ្លាំងណាស់ដូចជានៅកោះរ៉ុងអីហ្នឹងអញ្ចឹង